ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាទាំងអតិជនចាស់ទាំងអតិជនថ្មីបងទាំងអស់គ្នាជួយសម្រួលតាក់ទងមួយការវេលុយពេលដែលបងប្អូនដាក់ការកំងខាងខ្ញុំទៅសេបងជូនបងប្អូនបោកបញ្ជីបោកអីហើយបងប្អូនទាំងអស់គ្នាជួយសម្រួលវេលុយមកព្រោះអីអ្នកលក់រាល់ថ្ងៃផ្លេចច្រើនចាអញ្ចឹងពេលដែលបានលុយហើយគឺលឿនបាញ់ការងារនឹងចូលក្នុងក្រុមការងាររបស់ខ្ញុំចាប់ផ្ដើមចាត់ចែងការងារជូនបងប្អូនតែម្ដងហើយមានមូលហេតុបងប្អូនបានជាអ្នកលក់នឹងមានមូលហេតុនៃការទទួលមកលុយមុនហ្នឹងដោយសារតែទី1ប្រកែកផ្លេចចានៅពេលដែលយើងដាក់អវ៉ាន់ជូនភ្ញៀវទៅពេលខ្លះផ្លេចទៅចាភ្ញៀវគាត់អត់បានសងលុយគាត់រវល់ដែរទៅគាត់ផ្លេចដល់រហូតដល់មានដល់មួយខែភ្ញៀវគាត់អត់ដឹងថាខ្លួនគាត់ហ្នឹងចាបានវេលុយមកអ្នកលក់ទេដល់ពេលអ្នកលក់តនេបន្តិចចាប់ផ្ដើមទេរលុយអ្នកទិញគាត់ថាស្មានតែបងវេទៅហើយចាអញ្ចឹងទាំងអ្នកលក់ទាំងអ្នកទិញគឺផ្លេចស្មើគ្នាប៉ុន្តែអ្នកលក់បើសិនជាករណីអ្នកទិញផ្លេចឬក៏ខ្លួនឯងផ្លេចអ្នកលក់ខាតទាំងស្រុងអញ្ចឹងដើម្បីកាត់បន្ថយបញ្ហាទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាដែលមកទិញអីវ៉ាន់អ្នកលក់ដឹងតែដាក់អីវ៉ាន់ជូនហ្មងបងប្អូនទាំងអស់គ្នាជួយវេលុយមកអ្នកលក់ដាក់អីវ៉ាន់ហើយពឹបបងប្អូនទទួលអីវ៉ាន់គឺយើងរួចរាល់អត់មានបាក់ចពាក់ចពិនគ្នាទេហើយមួយករណីទៀតពាក់ព័ន្ធមួយការតាមយកលុយចាមានបងប្អូនអតិថិជនខ្លះគាត់បានអីវ៉ាន់ភ្លាមគាត់វេឲ្យអ្នកលក់ផ្លេតអញ្ចឹងអ្នកលក់ស្រួលក្នុងការគ្រប់គ្រងប៉ុន្តែបងប្អូនអតិថិជនខ្លះទៀតតើតាអ្នកលក់ហ្នឹងទេទៅទីឬក៏ទេទៅតាមទើបបានលុយហ្នឹងត្រឡប់មកវិញអញ្ចឹងធ្វើឲ្យចាពេលខ្លះអ្នកលក់អត់បានទេតាមធ្វើឲ្យបាត់លុយកាក់ដែរមានករណីហ្នឹងកើតឡើងអស់ហើយអញ្ចឹងបងទាំងអស់គ្នាដែលទិញអីវ៉ាន់ខាងប្អូនចាទាំងអតិថិជនចាស់ទាំងអតិថិជនថ្មីបងអូនសុំឲ្យបងប្អូនជួយសម្រួលណាចាវេលុយមកឲ្យបងអូនដាក់អីវ៉ាន់ជូនចាកំភៃរឿងលុយកាក់បងប្អូនបាត់បង់ព្រោះឯអាជីវកម្មរបស់ខ្ញុំរាល់ថ្ងៃដោយបងប្អូនតែងឃើញហើយគឺមានតែការរីកចម្រើនចាពីមួយថ្ងៃទៅមួយថ្ងៃរីកចម្រើនជាលំដាប់ការរីកចម្រើនទាំងអស់នេះតាក់ទងជាមួយនឹងអីខ្លះចាគឺភាពស្មោះត្រង់អញ្ចឹងនៅពេលដែលបងប្អូនសង្កេតមើលឃើញខ្ញុំចាលូតលាស់តាំងពីទូចរហូតដល់ធំចាគឺពាក់ព័ន្ធជាមួយនឹងការរីកចម្រើនផ្នែកខាងចាទំនុកចិត្តនៅពេលដែលគាត់ទុកចិត្តគឺគាត់ប្រាប់បន្តគ្នាមកជួយទិញខាងប្អូនចាអញ្ចឹងការរកស៊ីលក់ដូរគឺអ្នកលក់ត្រូវការកើនភ្ញៀវចាពីមួយថ្ងៃទៅមួយថ្ងៃនោះគឺត្រូវការភ្ញៀវកើនឡើងរហូតអត់ចង់បាត់បង់ភ្ញៀវទេចាប៉ុន្តែរឿងលុយកាក់គឺជារឿងសំខាន់ដែលអ្នកលក់ត្រូវការយកមុនដើម្បីប្រតិបត្តិការងារពោពេញដោយកម្លាំងចិត្តចាពួកឯងមានអវ៉ាន់ខ្លះចានៅពេលដែលយើងអត់ទាន់បានលុយពីភ្ញៀវនេះបងប្អូននៅខាងលើនេះណាគឺជាអវ៉ាន់ដែលភ្ញៀវគាត់កំងហើយគាត់អត់យកវិញចាអញ្ចឹងធ្វើឲ្យអ្នកលក់នោះគឺមានអវ៉ាន់នៅកោចោលរាប់ខែរាប់ឆ្នាំអត់ងាយត្រូវខ្នាតទេព្រោះឯខ្នាតមួយចំនួនគឺអត់មានអ្នកទិញទេចាអញ្ចឹងធ្វើឲ្យអ្នកលក់សល់អីវ៉ាន់សម្រាប់ខ្នាតខាងក្រៅនេះបងប្អូនឃើញទេតង់ថ្មីទាំងអស់ថង់វាដោយសារតែអីអតិថិជនមានខ្នាតខ្លះគឺយើងលក់ដាច់ជាប្រចាំយើងធ្វើຕົកអញ្ចឹងទៅភ្ញៀវណាមកក៏ត្រូវដែរប៉ុន្តែសម្រាប់ខ្នាតកំងគឺដឹងតែអត់មានអតិថិជនដែលគាត់មកទិញនឹងអត់យកគឺដឹងអសល់ហើយចាអញ្ចឹងបងទាំងអស់គ្នាជួយសម្រួលអ្នកលក់មានកន្លែងច្បាស់លាស់ចាមានក្រុមការងារមានលេខដែលបងប្អូនអាចទុកចិត្តបាន 100% បងប្អូនធ្វើការតំណមកចាដើម្បីឲ្យខាងខ្ញុំរៀបអវ៉ាន់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងនេះបងប្អូនទាំងអស់គ្នាឃើញក្រុមការងាររបស់ខ្ញុំសុទ្ធតែក្មេងៗដែលគាត់ជាសិស្សសាលាទាំងអស់អញ្ចឹងថ្ងៃទំនេរពីការងារគឺគាត់មកធ្វើការចាប៉ុន្តែការងារនេះជាប្រចាំថ្ងៃក៏មានការងារក្មេងៗថ្ងៃទំនេរមកកັບលេវក៏មានអញ្ចឹងបងទាំងអស់គ្នាចាជួយគ្រប់គ្រងហើយខ្ញុំក៏អរគុណសម្រាប់ការជួយទិញតាំងពីដើមរហូតដល់បច្ចុប្បន្ននេះព័ត៌មានលម្អិតសូមបងប្អូនចូលក្នុងឆាតឬក៏ខលមកផ្ទះសូមអរគុណសូមគោរពលា